50មកមើលត្រី50មើលមនុស្សចាដោយសារសេលីណាគាត់ទៅចិត្តមើលគេថ្ងៃនេះម៉ាមីនាំសេលីណាមកមើលត្រីដោយសារតែសេលីណាគាត់ចូលចិត្តមើលត្រីកន្លែងដែលពួកខ្ញុំមកថ្ងៃនេះចាគឺមានឈ្មោះថា Busina Marine Park Underwater Observatory ឬមួយក៏អ្នកខ្លះគេហៅថា Underwater Observation Tower ចាហើយនេះគឺជាសកម្មភាពខ្លះមុននឹងទៅដល់កន្លែងមើលត្រីចាគឺត្រូវដាក់សេលីណាឲ្យគាត់អង្គុយនៅលើកៅអីរបស់គាត់ពីព្រោះអីយើងដើរលេងទី2នាក់អញ្ចឹងអត់មានអ្នកគេជួយទប់ហើយណាមួយទៀតនៅនេះគឺគេតម្រូវឲ្យយើងដាក់កូនក្មេងនៅលើកៅអីរបស់ពួកគាត់អញ្ចឹងណាចាដើម្បីជាសុវត្ថិភាពហើយដាក់ឲ្យសេលីណាគាត់លេងតុក្កតាគាត់ទៅដើម្បីប្លប់មកគាត់យំហើយនិយាយទៅថ្ងៃនេះគឺទៅ2នាក់អញ្ចឹងវារៀងហត់បន្តិចដោយសារតែអត់មានគេជួយពោសេលីណាចាអូខេឥឡូវនេះគឺខ្ញុំមកដល់ Underwater Observation Tower ហើយឥឡូវនេះសេលីណាគេនៅខាងក្រោយចាសេលីណាគេអត់គេងទេអូខេឥឡូវមកលាប sunscreen ឲ្យសេលីណាសិនអ្នកគ្នាពួកឥឡូវថ្ងៃចែងរៀងចែងក្តៅនេះនៅលាប sunscreen នេះគឺផលិតផលរបស់ជប៉ុនគឺគេ baby UV care នេះខ្ញុំប្រើប្រភេទ sunscreen មួយនេះ You ready baby នឹងនៅលើដៃពួកអ៊ីសេលីណាត្រូវថ្ងៃបន្តិចគឺសេលីណាក៏ហមហ្មង It's cold isn't it How you feel How does it feel លាបលើដៃជើងសេលីណាគឺពាក់ស្រោមជើងអ្នកនរគ្នាគឺសេលីណាគាត់ពាក់ស្រោមជើងអត់វែងទេហើយកូនច្រាប់យល់មែនកូនច្រាប់យល់ម៉ាមីនិយាយអីមែនកូនច្រាប់យល់មែនមក You ready and put the hands onឃើញយកមកធាក់ឥឡូវនេះគឺពួកខ្ញុំដើរទៅទិញសម្បត្តិហើយសេលីណាគាត់អត់ធ្វើការសម្បត្តិទេដោយសារតែគាត់នៅតូចអញ្ចឹងទិញតែមួយស្លាបទេនេះ baby សេលីណាបានទិញសម្បត្តិហើយគឺរៀងងុយគេងតែពិតគេមានបើសម្រាប់ឲ្យយើងជិះពីកន្លែងទិញសម្បត្តិទៅកន្លែង tower ហ្នឹងប៉ុន្តែហើយខ្ញុំជឿចាំព្រោះចាំដល់20នាទីនោះអញ្ចឹងខ្ញុំដើរពីអ្នកសេលីណារៀងក្តៅតិចតែ it's okay it's hotហើយនេះគឺជាទស្សនវិជ្ជាខ្លះចេញពីកន្លែងទិញសម្បត្តិទៅកន្លែងមើលត្រីហើយការដើរពីកន្លែងទិញសម្បត្តិទៅហ្នឹងគឺចំណាយពេលតែប្រហែលជា10នាទីទេចាគឺយើងដើរធម្មតាមិនបញ្ញាប់ណាចាហើយនិយាយទៅនៅកន្លែងនេះគឺគេរៀបចំស្អាតមែនតែនឥឡូវនេះគឺពួកខ្ញុំដើរមកដល់ខ្លោងទ្វារចូលហើយអ្នកនរគ្នានៅកន្លែងនេះគឺខ្លោងទ្វារអត់សូវធំប្រហែលទេហើយសេលីណាគាត់ទៅចិត្តមែនតែនដោយសារតែមានខ្យល់បក់ចំមុខគាត់និយាយទៅគាត់រៀងស្រស់ស្រាយឥឡូវពួកខ្ញុំចូលមកដល់កន្លែងមើលត្រីហើយអ្នកនរគ្នាប៉ុន្តែសេលីណាក៏អត់បានផ្ដោតអារម្មណ៍ 100% មកមើលត្រីដោយសារតែគាត់ឃើញមនុស្សប្លែកៗទៅពេលចឹងមានណាអារម្មណ៍50មកមើលត្រី50មើលមនុស្សចាដោយសារសេលីណាគាត់ទៅចិត្តមើលគេឲ្យថាឃើញគេដើរកាត់មុខគាត់ហ្នឹងគាត់ងាកមើលតវាយកចាបើថាទៅផ្សារវិញសេលីណាមើលគេតគេរត់មកនិយាយមួយគាត់បាទជនជាតិជប៉ុនគេហៅមកអីសាក់សឿយទៅងាកមើលគេតតែជនជាតិជប៉ុនមកនិយាយមួយគាត់ណាហើយទៅសេលីណាគាត់ចូលចិត្តញញឹមចាបើថាគាត់ហត់អត់អីទេគាត់អត់សូវញញឹមទេបើថាគាត់ដេកគេងឆ្អែតអីវិញចាគឺញញឹមរស់រាយស្រែកពេញនឹងលើហើយនិយាយទៅទស្សនវិជ្ជាគឺមានតែប៉ុណ្្នឹងទេនៅក្នុងកន្លែងអាងត្រីនឹងដោយសារតែមានមនុស្សច្រើនពេកហើយណាមួយសេលីណាគាត់នៅតូចចឹងខ្ញុំខ្ជិលនៅយូរដោយសារតែកន្លែងមើលត្រីនឹងរៀងតូចដែរចឹងណាចាហើយនិយាយទៅសប្បាយចិត្តមែនទែនដោយសារតែបាននាំសេលីណាចេញមកក្រៅហើយស្រូបយកខ្យល់អាកាសបរិសុទ្ធអញ្ចឹងទៅ
ទៅហើយឃើញមនុស្សឃើញមនីអញ្ចឹងទៅឲ្យគាត់មានបស្រ័យតាក់ទងជាមួយនឹងគេផ្សេងកូនក្មេងអីចឹងចាដោយសារតែកន្លែងមើលត្រីហ្នឹងគឺមានកូនក្មេងមកមើលច្រើនអញ្ចឹងណាចា